សភាពនារីជាទីស្រឡាញ់បងប្លាចែកចាយរឿងវាអូនកន្លឹះដែលរកសេចក្តីសុខឲ្យខ្លួនឯងដោយអត់ចាំបាច់រមូលលៀងឬមួយរកគ្រូបាអាចារ្យណាមកចាំលើកទឹកចិត្តឬមួយអ្នកណាលោកប្តីអ្នកណាក៏ដោយមកលើកទឹកចិត្តកន្លឹះនេះគឺសំខាន់ដែលយើងរកក្តីសុខឲ្យខ្លួនឯងពីព្រោះយើងដឹងច្បាស់ថាសុខចេញពីចិត្តទី1យើងរកឬគល់នៃទុកដែលយើងកំពុងគិតនឹងឲ្យឃើញតើយើងកំពុងតែទុកសោកពីស្អីដែលធ្វើឲ្យថ្ងៃហ្នឹងយើងអត់អាចសំបីតាញឹមនៅមុខកញ្ចក់បានពីព្រោះមនុស្សបារម្ភតែរឿងពីរឯងកើតទុកតែពីរឿងទី1កើតទុកតែពីរឿងម្សិលមិញដែលកន្លងហួសហើយចឹងបារម្ភកើតទុកហើយទី2គឺបារម្ភថ្ងៃស្អែកតើមានរឿងអីកើតឡើងបារម្ភថ្ងៃស្អែកតិចមានរឿងនេះរឿងនោះណែអានឹងសំខាន់ណាស់ថ្ងៃស្អែកអត់ដល់ទេតែបារម្ភអានេះដូចយើងហៅទុកមកឲ្យខ្លួនឯងអញ្ចឹងណាអានេះសំខាន់ណាស់អញ្ចឹងមានតែពីរហ្នឹងឯងណាអញ្ចឹងបងប្អូនតែបងប្អូនទាំងអស់គ្នាអូនទាំងអស់គ្នាអត់ដឹងថាថ្ងៃនេះកំពុងតែដកដង្ហើមណាក់បាត់ណាវឥឡូវនេះយើងត្រូវការក្តីសុខយើងរស់ឲ្យល្អបំផុតនៅថ្ងៃនេះធ្វើឲ្យល្អបំផុតនៅថ្ងៃនេះសบายថ្ងៃនេះឲ្យល្អបំផុតទៅស្អាងផ្លូវចិត្តខ្លួនឯងឲ្យល្អបំផុតថ្ងៃនេះទៅកុំអាលបារម្ភពីរឿងថ្ងៃស្អែកមានរឿងអីកើតឡើងអ្នកណាក៏អត់ដឹងដែរម៉ូដែលលេងគ្រូបាអាចារ្យយើងនឹងក៏អត់ដឹងថាថ្ងៃស្អែកនេះយើងមានរឿងអីកើតឡើងផងមែនទេអញ្ចឹងបារម្ភធ្វើអីអញ្ចឹងមនុស្សអញ្ចឹងបារម្ភអញ្ចឹងចម្លែកណាហើយរឿងដែលកន្លងហួសទៅហើយរឿងអីដែលយើងពិបាកចិត្តរឿងដែលធ្វើកន្លងហួសទៅហើយណាអញ្ចឹងរឿងនោះគឺជារឿងអតីតកាលបាត់ទៅហើយយើងពិបាកចិត្តទៅអីល្អថ្ងៃនេះសុបាយចិត្តថ្ងៃនេះទៅអីខែជួបរឿងល្អអីខែស្អែកឡើងគិតចាញ់អីអញ្ចឹងកុំខ្វល់អញ្ចឹងជីវិតនេះគឺសុខចេញពីចិត្តគឺយើងបានសុខបាត់ទៅហើយអញ្ចឹងកន្លឹះនេះសំខាន់ណាស់កុំភ្លេចធ្វើតាមថ្ងៃនេះគឺតែថ្ងៃនេះធ្វើឲ្យល្អថ្ងៃនេះទៅសុបាយចិត្តតែថ្ងៃនេះទៅសុំក្តីសុខឲ្យខ្លួនឯងតែថ្ងៃនេះទៅជ្រើសរើសមិត្តភក្តិណាដែលល្អអរគុណដែលមិត្តល្អមកប្រសពយើងទៅពីព្រោះមនុស្សល្អដែលនៅចិត្តយើងមានធម៌ពលចិត្តខ្លាំងណាស់ឬនៅអញ្ចឹងបងប្អូនណាបើពេញចិត្ត like page មួយ comment មួយទុកមានរឿងល្អទៀតថ្លាចែកម្លែកឲ្យបងទៀតអរគុណ